Luka Modric សុខចិត្តកាត់ប្រាក់ពលកម្មខ្លួនឯងពាក់កណ្ដាលដើម្បីចង់ស្នាក់នៅបន្តជាមួយនឹងអត្រីស Real Madrid មករដូវកាលទៀតប៉ុន្តែភាគីខាងក្លឹបមិនបានផ្ដល់កុងត្រាថ្មីទៅកាន់កីឡាករអន្តរជាតិសញ្ជាតិក្រូអាតនេះទេបើទោះបីជាគេបានចំណាយពេលប្រមាណជា13 14រដូវកាលជាមួយនឹង Real Madrid បានសាងសមិទ្ធផលជាច្រើនទាំងការឈ្នះពានរង្វាន់ La Liga ទាំងការឈ្នះពានរង្វាន់ Copa del Rey ពានរង្វាន់ UEFA Champions League UEFA Super Cup និងការប្រកួតពានរង្វាន់ FIFA Club World Cup រួមទាំងការប្រកួតពានរង្វាន់ផ្សេងៗជាច្រើនទៀតដែល Modric បានជាចូលរួមចំណែកមួយក្នុងការជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ធំជាច្រើនទាំងអស់នោះយ៉ាងណាមានបងប្អូនយើងមួយចំនួនប្រហែលជាអាចនឹងគិតថា Real Madrid ប្រហែលជាមិនមានគុណធម៌មិនមានការគោរពទៅកាន់ legend មិនផ្ដល់តម្លៃទៅកាន់កីឡាករដែលបានតស៊ូជាមួយក្លឹបហេតុអីបានជាគាត់សុខចិត្តកាត់ប្រាក់ខែពាក់កណ្ដាលហើយនៅតែ Real Madrid មិនផ្ដល់កុងត្រាឲ្យគាត់ទៀតនេះឬគឺជាគុណធម៌នេះឬគឺជាអ្វីដែលក្លឹបបាទត្រូវផ្ដល់ឲ្យ Modric វិញបងប្អូនយើងមួយចំនួនប្រហែលជាអាចនឹងគិតបែបនេះប៉ុន្តែសូមបងប្អូនយើងទស្សនាវីដេអូនេះឲ្យចប់សិនថាតើហេតុអ្វីបានជា Real Madrid មិនផ្ដល់កុងត្រាថ្មីឲ្យទៅកីឡាករ Luka Modric មានវ័យចាស់ហើយបងប្អូនយើងប្រហែលជា40ឆ្នាំឥឡូវហើយសល់ប្រហែលខែទៀតក៏ចូលដល់វ័យ40ឆ្នាំហើយសួរថាតើហេតុអីបានជា Real មិនផ្ដល់ឲ្យព្រោះ Real ដឹងថា Modric គឺគាត់ធ្លាក់ទម្រង់ហើយទាំងកម្លាំងទាំងស៊ូទោះបីជាបច្ចេកទេសនៅមានប៉ុន្តែកីឡាករវាទាមទារទាំងកម្លាំងបច្ចេកទេសទាំងភាពឆ្លៀវវៃអញ្ចឹងគឺរក្សាឲ្យបានទាំងអស់ទើបអាចក្លាយជាកីឡាករដ៏ល្អហើយបើសិនជា Real ទុក Modric នៅគឺ Real ខាត់កៅអីម្នាក់ខាត់បំរើម្នាក់ខាត់បញ្ជីឈ្មោះម្នាក់អញ្ចឹងគាត់ត្រូវផ្ដល់ឱកាសឲ្យកីឡាករក្មេងៗដែលមានសមត្ថភាពដើម្បីបង្កើនគុណភាពខ្លួនឯងបន្តទៀតទៅជាមួយនឹងការដឹកនាំថ្មីរបស់គ្រូបង្វឹកលោក Xabi Alonso អញ្ចឹងបងប្អូនយើងអាចគិតថាគាត់នៅលេងបានតើបានមែនប៉ុន្តែគាត់មិនអាចលេងបាន fit បាទ90នាទី fit 90នាទីទេព្រោះដោយសារគាត់អស់ស៊ូហើយធ្លាក់ស៊ូហើយទម្រង់លេងរបស់គាត់បច្ចេកទេសក្នុងការប៉ះការបញ្ជូនការអីចែករបស់គាត់ក៏នៅតែមានប៉ុន្តែគាត់ថាគាត់បត់បែនយឺតជាងមុនបាទគាត់ចាស់ហើយកីឡាករតែអញ្ចឹងឯងដល់ចូលដល់វ័យ40ឆ្នាំហើយគឺមិនងាយទេបងប្អូនយើងបាទអញ្ចឹងបានថា Real ផ្ដល់ការគោរពទៅកាន់ Modric ហើយដែលគាត់ផ្ដល់ឲ្យ Modric មកដល់អាយុកាលប៉ុណ្នេះហ៎បើសិនបើគាត់មិនផ្ដល់ការគោរពទៅកាន់ Modric គាត់មិនអាចបន្តកុងត្រាឲ្យ Modric មកដោយការទៀតរហូតដល់ចូលវ័យ40ឆ្នាំឥឡូវហើយបងប្អូនយើងហើយអ្វីដែលសំខាន់គឺក្នុងរដូវកាលនេះ Real Madrid មើលឃើញថាពួកគេធ្លាក់ចុះខ្សោយនៅប្រព័ន្ធបម្រើពួកគេបញ្ហានៅប្រព័ន្ធការពារអញ្ចឹងហើយគេត្រូវតែមានការរុះរើកែប្រែកំណែតម្រង់ស៊ីជម្រៅដើម្បីស្ដារស្ថានភាពក្លឹបឡើងវិញព្រោះ Real Madrid មើលឃើញថានៅក្នុងរដូវកាលនេះគឺបានផ្ដល់បទពិសោធន៍នឹងមេរៀនមួយទៅកាន់ពួកគេក្រោយពីពួកគេជួបជាមួយនឹង Barcelona ក្នុងការប្រកួត El Clasico 4 ដងមិនដែលឈ្នះ Barca ទេហើយរបូតពៀនស្ទើរតែទាំងអស់ក្រោមទ្វេជើងរបស់ Barcelona អញ្ចឹងអ្វីដែលសំខាន់ពួកគេត្រូវរកកីឡាករពីបណ្ដាក្លឹបផ្សេងៗកីឡាករដែលមានសមត្ថភាពបន្តបដូរកីឡាករចាស់មួយចំនួនចាក់ចេញខ្លះទៅដើម្បីឲ្យអ្នកថ្មីបានចូលមកបង្ហាញទម្រង់លេងហើយដើម្បីបៀលស្ថានភាពក្លឹបឲ្យល្អប្រសើរឡើងវិញព្រោះដោយសារតែ Real ឃើញថា Barca គឺជាគូប្រជែងដ៏តានតឹងបំផុតមិនមែនមួយរដូវកាលនេះទេឬក៏មួយរដូវកាលក្រោយទេគឺច្រើនរដូវកាលទៀតព្រោះ Barca បានបណ្ដុះថ្នាលយុវជនរបស់គេបានជោគជ័យអញ្ចឹងថ្នាលយុវជនទាំងអស់ហ្នឹងពួកគេនឹងបន្តស្នាក់នៅvới Barcaកម្រនឹងចាក់ចេញហើយជាពិសេសគឺពួកគេនឹងមានចក្ខុវិស័យវែងឆ្ងាយអញ្ចឹង Real ត្រូវកែប្រែកំណែតម្រង់ឲ្យពួកកីឡាករយុវជនវ័យក្មេងរបស់ Barca ទាំងអស់ហ្នឹងនឹងឡើងទម្រង់ទៀតមិនមែនឡើងត្រឹមតែរដូវកាលនេះបងប្អូនយើងនឹងឡើងទម្រង់មករដូវកាលពីររដូវកាលកាន់តែល្អទៀតអញ្ចឹង Real ត្រូវតែផ្លាស់ប្ដូរគេហៅថានយោបាយក្នុងការនាំចូលកីឡាករពីក្រៅដើម្បីបំពេញដើម្បីចូលរួមចំណែកជួយទ្រទ្រង់ស្ថានភាពរបស់ក្លឹបរួមទាំងគឺផ្ដល់នៅឱកាសឲ្យក្មេងៗអភិវឌ្ឍខ្លួនឯងបន្តទៀតអញ្ចឹងនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ Real Madrid ហើយបងប្អូនយើងមួយចំនួនអាចនឹងយកឱកាសនេះដើម្បីវាយប្រហារ Real Madrid យ៉ាងណានោះខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថា Real គឺគាត់ធ្វើនេះគឺត្រឹមត្រូវបំផុតហើយ Modric បាទគាត់ចូលដល់វ័យនេះហើយគាត់គួរតែចាក់ចេញហើយបាទមិនអាចស្នាក់នៅបន្តទេយើងមើលឃើញចាក់ស្ដែងសូម្បីតែ Man City បាទប៉ុន្តែ Kevin De Bruyne នៅតែមិនផ្ដល់កុងត្រាឲ្យនៅតែផ្ដល់ឲ្យ De Bruyne ចាក់ចេញបើទោះបីជា De Bruyne ទើបតែវ័យ33ឆ្នាំក៏ប៉ុន្តែយើងឃើញចាក់ស្ដែងហើយតែ Modric ចូល40ឆ្នាំឥឡូវហើយប្រហែលខែទៀតចូល40ឆ្នាំគាត់កើតខែ9អញ្ចឹងវាគិតមែនតើមកចាប់ដល់រដូវកាលថ្មីក៏គាត់40ឆ្នាំបាត់ទៅហើយចុះគឺអាយុកាលនឹងចាស់មែនតើបាទខ្ញុំបានថាយើងមិនអាចបន្ទោសភាគីខាងក្លឹបទេក្លឹបនឹងគឺបានផ្ដល់ការគោរពទៅកាន់ Modric សពបែបយ៉ាងហើយអស់លទ្ធភាពហើយអញ្ចឹងបើទោះបីជាសង្ឃនិយាយថា Modric កាត់មិនបាច់ថា 50% ទេសូម្បី 70% ឬក៏ 80% ក្លឹបក៏នៅតែបន្តមិនផ្ដល់កុងត្រាដែរខ្ញុំគិតអញ្ចឹងព្រោះដោយសារតែក្លឹបត្រូវមានចក្ខុវិស័យថ្មីផែនការថ្មីក្នុងការរៀបចំរចនាសម្ព័ន្ធកីឡាករថ្មីហើយគ្រូបង្វឹកក៏ថ្មីទៀតអញ្ចឹងអ្វីៗវាត្រូវ
ថ្មីទាំងអស់បាទ everything ថ្មីនឹងឯងតែប៉ុណ្្នឹងឯងបងប្អូនយើងអញ្ចឹងគឺអ្វីដែលសំខាន់គឺក្លឹបបាទត្រូវការពេលវេលាដើម្បីរៀបចំទៀតអញ្ចឹងពេលវេលាដែលរៀបចំហ្នឹងគឺវាត្រូវការមួយដឺការឬពីរដឺការទៀតអញ្ចឹងបើសិនទុក Modric នៅវាជាអាចនឹងខាតពេលវេលាក្នុងការរៀបចំ build ឈុតឋានាយុវជនថ្មីផ្ដល់ឱកាសយុវជនដើម្បីបង្កឲ្យមានការអភិវឌ្ឍលឿនជាងនេះអញ្ចឹងបើទោះបីជាក្លឹបបន្តកងត្រាមកដោយការទៀតជាមួយ Modric ក៏គង់តែបែកគ្នាដែរបងប្អូនយើងបាទគ្មានការជួបជុំណាដែលមិនបែកគ្នាទេ Modric គឺជាកីឡាករម្នាក់ដែលយើងមានការគោរពទៅកាន់គាត់មែនទែនគាត់ជា legend គាត់ជាវីរៈបុរសរបស់ក្លឹប Real Madrid បាទគាត់នៅតែស្ថិតនៅក្នុងបេះដូងអ្នកគ្រប់គ្រងជានិច្ចបើទោះបីជាគាត់ចាក់ចេញក៏ពិតមែនអញ្ចឹងបានន័យថាកីឡាករចាស់ៗរបស់ Real Madrid គឺត្រូវជំរុះអស់ហើយបាទអស់ហើយជំរុះអស់ហើយនៅសល់តែ Dani Carvajal នៅសល់ Lucas Vazquez មិនទាន់ថាឮថាដំណឹងអាចនឹងចាក់ចេញទៀតបាទ Vazquez បើសិនបើមើលឃើញជាក់ស្ដែង Real Madrid ផងដូរបាទផែនការផ្លាស់ប្ដូរកីឡាករចាស់ៗចេញច្រើនទៀតហើយអញ្ចឹងអត់មានអ្វីច្រើនទេបងប្អូនយើងទាំងអស់គ្នាបាទសូមបងប្អូនយើងជួយ share វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយផងដែរបាទសូមអរគុណទីបំផុតកីឡាករ Luka Modric បានផ្ញើសារលាគ្នាជាលើកចុងក្រោយជាមួយនឹងប្រិយមិត្តដែលជា fan របស់ Real Madrid ទូទាំងពិភពលោករួមជាមួយនឹងឋានៈដឹកនាំរបស់ក្លឹប Real Madrid ហើយយ៉ាងមានអត្ថន័យជ្រាលជ្រៅបំផុតអំពីការចាក់ចេញរបស់ Luka ជាមួយនឹងក្លឹប Real Madrid ក្រោយពេលដែលបញ្ចប់ព្រឹត្តិការណ៍ FIFA Club World Cup ដែលលេងនៅឯទឹកដីសហរដ្ឋអាមេរិកពីពាក់កណ្ដាលខែ6រហូតដល់ពាក់កណ្ដាលខែ7ដោយនៅក្នុងសម្បត្តិយ៉ាងមានអត្ថន័យនោះ Luka Modric បានរាយរាប់ដូចខាងក្រោមនេះថាសួស្ដីអ្នកគាំទ្រ Real Madrid ជាទីគោរពពេលវេលាបានមកដល់ហើយពេលដែលខ្ញុំមិនចង់មកប៉ុន្តែនេះវាជាបាល់ទាត់ហើយនៅក្នុងជីវិតក៏ដូចគ្នាដែរអ្វីគ្រប់យ៉ាងគឺមានការចាប់ផ្ដើមហើយនឹងទីបញ្ចប់នៅថ្ងៃសៅរ៍នេះខ្ញុំនឹងលេងការប្រកួតចុងក្រោយរបស់ខ្ញុំនៅឯកីឡដ្ឋាន Santiago Bernabeu ហើយខ្ញុំបានមកដល់នៅទីនេះក្នុងឆ្នាំ2012ជាមួយនឹងបំណងប្រាថ្នាចង់ពេលឲ្យរបស់ក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោកនិងជាមួយនឹងមហិច្ឆតាចង់ធ្វើរឿងធំៗនៅទីនេះការលេងនៅ Real Madrid បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់និងជាមនុស្សម្នាក់ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃយុគសម័យដ៏ជោគជ័យបំផុតនៃក្លឹបល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ខ្ញុំចង់អរគុណចេញពីបេះដូងរបស់ខ្ញុំជាពិសេសគឺទៅកាន់ប្រធានក្លឹបគឺលោក Florentino Perez មិត្តរួមក្រុមរបស់ខ្ញុំគ្រូបង្វឹកនិងមនុស្សទាំងអស់ដែលបានជួយខ្ញុំអំឡុងពេលនេះអស់ជាច្រើនឆ្នាំមកនេះខ្ញុំបានឆ្លងកាត់ពេលវេលាដ៏មិនគួរឲ្យជឿការវិបោកយកឈ្នះការប្រកួតដែលហាក់បីដូចជាមិនអាចទៅរួចនោះទេវគ្គផ្ដាច់ព្រាត់ការប្រារព្ធពិធីអបអរនិងរាត្រីវេទមន្តនៅឯកីឡដ្ឋាន Santiago Bernabeu យើងបានឈ្នះគ្រប់យ៉ាងហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់រីករាយខ្លាំងមែនទែន Luka Modric ក៏បានបន្ថែមទៀតថាប៉ុន្តែលើសពីការឈ្នះពាននិងជ័យជំនះខ្ញុំបានយកក្តីស្រឡាញ់របស់អ្នកគាំទ្រ Madrid ទាំងអស់នៅក្នុងបេះដូងរបស់ខ្ញុំពិតជាមិនដឹងថាត្រូវបញ្យល់បែបណានោះទេពីទំនាក់ទំនងពិសេសដែលខ្ញុំមានជាមួយនឹងអ្នកនិងរបៀបដែលខ្ញុំទទួលបានពីការគាំទ្រការគោរពនិងការស្រឡាញ់ដែលខ្ញុំមានអារម្មណ៍របស់ខ្ញុំនឹងមិនភ្លេចរាល់ការគោរពនិងកាយវិការនៃការស្រឡាញ់ដែលអ្នកបានបង្ហាញមកខ្ញុំនោះទេជាចុងក្រោយការចាក់ចេញដោយក្តីស្រឡាញ់អស់ពីបេះដូងពោពេញដោយមោទនភាពការដឹងគុណនិងការចងចាំដែលមិនអាចបំភ្លេចបានហើយទោះបីជាបន្ទាប់ពីការប្រកួត FIFA Club World Cup ខ្ញុំលេងពាក់អាវនេះនៅលើទីលានទៀតហើយខ្ញុំនៅតែជាអ្នកគាំទ្រ Real Madrid ជានិច្ច Hala Madrid ពី Luka Modric អូយអត្ថន័យជ្រាលជ្រៅណាស់ពី Luka Modric គឺជា legend មួយរូបណាសម្រាប់ក្លឹប Real Madrid មកលេង Real យូរឆ្នាំហើយតាំងពីឆ្នាំ2012រហូតមកដល់ឆ្នាំ2025គិតទៅ14ឆ្នាំហើយបាននិយាយអំពីពានវិញ Luka Modric ឈ្នះរាប់ភ្លេចហើយណារហូតដល់ទៅ28ពានជាមួយនឹងក្លឹប Real Madrid ប៉ុន្តែ Luka Modric ក៏មានភារកិច្ចចុងក្រោយជួយឲ្យ Real នឹងលេងនៅក្នុងព្រឹត្តិការណ៍ FIFA Club World Cup នៅឯទឹកដីសហរដ្ឋអាមេរិករបស់យើងលេងមួយខែពាក់កណ្ដាលខែ6រហូតដល់ខែ7អញ្ចឹងយើងក៏ភ្លេចរងចាំការប្រកួតជាចុងក្រោយរបស់ Luka Modric នៅឯកីឡដ្ឋាន Santiago Bernabeu លេងចុងក្រោយគឺថ្ងៃសៅរ៍ហ្នឹងហើយ Santiago Bernabeu ជាមួយអ្នកគាំទ្រ Real Madrid ណាប៉ុន្តែបន្ទាប់ពីហ្នឹងគឺ Luka គឺលេងបានលេងនៅ Santiago Bernabeu ទៀតហើយដល់សល់មកព្រឹត្តិការណ៍លេងនៅ FIFA Club World Cup នៅឯទឹកដីសហរដ្ឋអាមេរិកអូខេវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអំពីខ្លឹមសាររបស់ Luka Modric លាទៅកាន់អ្នកគាំទ្រ Real Madrid ទូទាំងពិភពលោករួមជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លឹប Real Madrid បងប្អូនយើងកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបងប្អូនយើងអរគុណច្រើន